bà bọn này có lực pi đầm lay bà ở đom phải dê bà có khăngមែនតើbà khpu មែនតើជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទថ្ងៃនេះខ្ញុំមកធ្វើការ reaction ទៅលើបទចម្រៀងថ្មីរបស់ G David គឺថា G David ក៏មិនធម្មតាដែរខ្ញុំអត់យល់ហ្មងបាទដូចជាណាត់គ្នាផុសបទចម្រៀងមិនដឹងទេបងប្អូនបាទតែវ៉ាន់ដាចេញបទថ្មី G David ក៏ចេញបទថ្មីដែរបាទសើមិញវ៉ាន់ដាតម្លាក់បទមកអាល់ប៊ុមច្រើនមែនតើបាទប្រហែលបទឲ្យខ្ញុំភ្លេចបាត់ហើយដូចជា9បទហ្នឹងហើយប៉ុន្តែ David គាត់តម្លាក់តែមួយបទទេបងប្អូនបាទបទថ្មីរបស់គាត់ឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅមើលបទចម្រៀងថ្មីរបស់គាត់ទាំងអស់គ្នាដែលបទនោះគឺមានចំណងជើងថាស្រឡាញ់អូនដល់ចាស់អូបាទគាត់ feat ជាមួយនឹងអាដាមភរិយារបស់គាត់ទេប្រព្រឹកបាទខ្ញុំស្មានតែច្រៀងម្នាក់ឯងខ្ញុំទៅបើកឃើញដែរហើយក៏អត់ដឹងថា David ចេញបទថ្មីដែរប៉ុន្តែវាលោតនៅខាងក្រោមបាទ fit របស់បទដែលខ្ញុំកំពុងតែចាក់មើលវ៉ាន់ដាមិញហ្នឹងអូខេកុំឲ្យបាយច្រើនអូខេ let's go ទៅមើលអរគ្នា This way ស្រឡាញ់អូនដល់ចាស់ហ៎អូយវ៉ាវអូយមើលម្ដងទៀតលយមែនintro មិញបងប្អូនបាទ intro វីដេអូមិញណាបាទជាមួយនឹងឈុតសម្លៀកបំពាក់ខ្មែរបុរាណរបស់យើងនេះអបអសាទរសង្គ្រាមឆ្នាំថ្មី2025ស្រឡាញ់អូនដល់ចាស់អូបទនេះគឺថាគាត់ធ្វើជាពិសេសបាទជូនទៅដល់បងប្អូនខ្មែរយើងអបអសាទរជាមួយសង្គ្រាមឆ្នាំថ្មីទាំងអស់គ្នារួមកែដែរបាទនេះខ្ញុំក៏អត់តដឹងចង្វាក់អីដែរបងប្អូនតែមើលយើងស្ដាប់ឲ្យចាប់បងប្អូនគ្នាស្គរលយណាថតនៅប្រាសាទបុរាណទៀតបងប្អូនអូឡាណូនេះហើយឃើញហើយចិនរៀមលងថាអូឡាណូនេះហើយឃើញហើយចិនរៀមលងគ្រាន់តែបានជួបអូនកាត់ឈុនកង់រងបាយខុនចងដៃតែគ្រាន់តែបានជួបអូនកាត់ឈុនកង់រងបាយខុនចងដៃយើងណែវាមិនដែរគ្រាន់បានជួបភ្លាមបាទកក់ឈុតជួលរងបាយខុនចងដៃយោលេចឹងមិនហើយបាទស្នេហាផ្លេចបតូលបាទបងជាប្រុសសង្ហាបងមិនវាចាតែប្តេងអញ្ចឹងមានន័យថាគាត់ឃើញបាទអាដាមភរិយារបស់គាត់ស្អាតខ្លាំងហ្មងស្អាតលើអ្វីគ្រប់យ៉ាងទាំងអស់មែនបាទបានឃើញភ្លាមស្រឡាញ់ភ្លាមបាទកក់រងកក់តុកបាទកក់សម្លៀកបំពាក់បាយខុនចងដៃហ្នឹងងាយផ្ដាំងថាបងជាប្រុសសង្ហាថាបងមិនវាចាតែប្តេងងាយផ្ដាំងបងមិនប្រែកលាស្រឡាញ់អូនដល់ចាំងមើលថែអូនស្រីបងមិនប្រែកលាស្រឡាញ់អូនដល់ចាំងមើលថែអូនស្រីបងសុំតឲ្យអូនចាំ8ឆ្នាំនេះស្នេហាផុតឆ្នាំថ្មីអូនកុំភ័យបងដឹកតែស្រីចូលរោងការបងចង់ខ្លាចជាកងកំឡោះតែឲ្យបំពេញមកឲ្យចិត្តថាអូនមានសុភមង្គលនឹងមើលមកបងមិនចេញទៅលើដុល្លារអូនមិនចាំយូរបន្តទេអ្វីក៏ត្រៀមរួចរាល់អ្វីក៏អូខេនៅតែថ្ងៃយកធៀបមិនចាញ់គេអូយេបងខំធ្វើការយំថ្ងៃគឺដើម្បីតែគ្រួសារបងចង់គេស្នាមញ៉ាំមុនរីកក្រពុំនៃជាផ្កាអូនប្រៀបដូចជាទឹកអំរិតដែលផុសចេញពីចលនាអូនប្រៀបដូចជាសត្វទឹកដែលជីវិតបងត្រូវកាយពួកយើងខំតស៊ូធ្វើជាគូស្នេហាបាទបងនេះគាត់លើកពីតម្លៃបាទអាដាមភរិយារបស់គាត់ខ្លាំងមែនតើបាទខ្ពស់មែនតើបាទខ្ពស់តដែតតែម្ដងតន្ត្រីនិស័យបងគឺជាឱសថដែលមិនអាចបាទគ្មានបានបាទ David ត្រូវតែមានឱសថមួយនឹងនៅក្នុងជីវិតរបស់គាត់ហើយនឹងស្រីស្នេហ៍ឆ្លងវេហាអូឡាណូនេះហើយឃើញហើយចិនរៀមលងថាអូឡាណូនេះហើយឃើញហើយចិនរៀមលងគ្រាន់តែបានជួបអូនកាត់ឈុនកង់រងបាយខុនចងដៃគ្រាន់តែបានជួបអូនកាត់ឈុនកង់រងបាយខុនចងដៃបងជាប្រុសសង្ហាបងមិនវាចាតែប្តេងងាយផ្ដាំងថាបងជាប្រុសសង្ហាថាបង
ก็ព្រោះតែមានអូន បងមានកម្លាំងបងនៅខ្លាំងដូចឡាម៉ាស៊ីនដល់ពីសាំងងន់គុំសុំមិនបានបងអញ្ចឹងព្រោះបងចង់ឲ្យកូនចាំងចង់មកពាក់ចិញ្ចៀនដែលនាងមានមួយគ្រាប់ប៉ុន្តែតាំងចង់ឲ្យនៅពេលពន្លឺថ្ងៃបញ្ចាំងចំដៃរងរបាំដូចគ្រាប់ដំណាំដែលបងដាំឲ្យលេចចាប់ចិញ្ចៀនផ្លែបំណងប្រាថ្នាបងនៃចាដូននៅលើដៃមានស្នេហ៍នេះស្អីបងហើយនឹងស្រីស្លាយចង់វេអូឡណូនេះហើយឃើញហើយ អែមមែនទេបាទ ថាអូឡណូនេះហើយឃើញហើយ បងនេះអាចយកទៅរំចូលឆ្នាំមើលអែមហ្ម រត់ ង តែបានជួបអូនកាត់ឈុនកង់រងបាយកូនចងដៃរត់តែបានជួបអូនកាត់ឈុនចង់រងបាយកូនចងដៃ អូយវ៉ាវអូយបាទកន្លែងនេះគឺថាកន្លែងភ្លេងកន្លែងនេះបាទខ្ញុំស្ដាប់ឮសំឡេងតាខេបាទខ្លុយត្រសោខឹមបាទមិចបញ្ចូលគ្នាបាទជាមួយនឹងបទសម័យរបស់យើងនេះគឺថាពីរោះយកតែមែនតើបងប្អូនបាទជាមួយស្គរដៃផងបាទស្គរសម័យផងនៅកន្លែងនេះបងប្អូនអូខេបាទបងប្អូនអរគ្នាបទដាវីតមួយនេះក៏មិនណយដែរបាទយើងអាចយកទៅលេងយើងអាចយកទៅរាំលេងពេលចូលឆ្នាំបានយ៉ាងសប្បាយរីករាយបាទនៅក្នុងសង្ក្រាន្តប្រពៃណីជាតិខ្មែររបស់យើងនៅពេលខាងមុខអូខេបងប្អូនបាទមានកំហុសខុសឆ្គងអីសូមបងប្អូនមេត្តាខន្តីអភ័យទោសផងបាទឬក៏អាចជាជួយ comment នៅក្រោមវីដេអូដើម្បីធ្វើការរីគុណសម្រាប់ស្ថាបនាអរគុណណាស់បងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បាទចូលចិត្តសូមកុំភ្លេចជួយចុច like ម្នាក់មួយជួយ subscribe ម្នាក់មួយផងបាទកុំភ្លេចជួយ share ដល់អ្នកគ្នាបាទនៅពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាបាយបាយ